ក្នុងកម្មវិធី Word ដើម្បីបំលែងពីអក្សរធម្មតាបែបនេះទៅជាតារាងបែបនេះបាទយើងអាចប្រើ shortcut ងាយៗនៅក្នុងកម្មវិធី Word អញ្ចឹងអ្នកនរអាចតាមដានវីដេអូនេះបានបាទដំបូងយើងមានជាអត្ថបទធម្មតាដែរអត្ថបទនេះយើងអាចយកមកពីប្រភពផ្សេងអាច copy មកពីប្រភពផ្សេងហើយយើងយកដាក់ចូលក្នុងកម្មវិធី Word បន្តមកទៀតអ្នកនរចង់រៀបពីឲ្យស្អាតដើម្បីងាយស្រួលមើលយើងត្រូវដាក់តារាងដែលយើងហៅថា table ហ្នឹងអញ្ចឹងយើងអាចប្រើ shortcut បានបាទអ្នកនរគ្រាន់តែ select លើ text នឹងទាំងអស់មកបន្តមកទៀតអ្នកនរចុច Alt បាទនេះនៅខាងក្រោមនេះបាទចុច Alt នេះនៅក្នុង Windows យើងហៅ Alt ក្នុង MacBook គេហៅ Option បាទគាត់ចុច Alt ហ្នឹងទៅបាទពេលចុច Alt ហ្នឹងទៅវាលោតជាមុខងារឲ្យយើងហ្នឹងអញ្ចឹងបងប្អូនអ្នកនរចង់ insert យើងចុចកន្លែង SON បាទចុច SON នេះវាប្រាប់ថាចង់ចូល insert ត្រូវចុច SON បាទវាមានជា shortcut ឲ្យយើងចុច SON មកបាទអញ្ចឹងពេលចុច SON វាចេញជា table ទៀតវាចូលទៀតបាទអញ្ចឹងវាមាន step តាមមួយអញ្ចឹងចង់ចូល table អញ្ចឹងចុច SOT បាទគេមានប្រាប់ថា SOT នេះចុច SOT ទៅមកបាទអញ្ចឹងពេលចុច SOT មកកន្លែងទៀតគឺចង់បញ្ចូលតារាងអញ្ចឹងគេប្រាប់ថាចុច SOI បាទអញ្ចឹងវាមានតាម step មួយហើយយើងអត់ចាំបាច់ចាំទេវាមានអក្សរប្រាប់យើងនឹងស្រាប់ពេលចុច SOI ទៀតមកបាទអញ្ចឹងពេលចុច SOI ភ្លាមវាបង្កើតបានជាតារាងភ្លាមបាទឃើញទេអញ្ចឹងងាយបាទងាយហើយអ្នកនរគ្នាចង់ស្រីវាស្អាតអាចបាទ select all មកជាកន្លែងសញ្ញាបុកហើយចង់ឲ្យវានៅ center ជាកន្លែង table layout ចុចវានៅ center ឲ្យមកកណ្ដាលណាបាទចង់បានធំទាញវាចុះក្រោមតិចមកបាទអ្នកនរគ្នាចង់បានពណ៌ស្រេចលើវាទាំងអស់មកយើងអាចតុបតែងថែមទៀតណាបាទព្រោះវាចេញមកអត់យកឲ្យយើងចង់បានទេអញ្ចឹងអ្នកនរអាចស្រេចពណ៌មកចង់បានពណ៌ណាមួយដាក់ពណ៌បន្ថែមមកអូខេបាទនេះគឺជា technique ខ្លីៗក្នុងការប្រើ shortcut key បង្កើតជា table បាទសូមអរគុណ